នៅក្នុងវីដេអូមួយនេះខ្ញុំនឹងចែករំលែកអំពីប្រវត្តិតាក់ទងនឹងមានការស្លា3នៅក្នុងពិធីមង្គលការខ្មែរបរមរានពេលដែលរៀបចំពិធីមង្គលការគឺក្រោយពេលនាំការស្លាខ្ពោមកប្រពកម្មវិធីមួយយប់មួយថ្ងៃហើយនៅពេលដែលមុនហែសំពះផ្ទឹមគឺមានពិធីវះការស្លាការស្លាឲ្យបានទៅជាការស្លា3ដើម្បីនាំឡើងទៅលើគេអដ្ឋានកូនលោកមេបាដើម្បីនាំឡើងទៅលើគេអដ្ឋានរបស់លោកមេបាហើយធ្វើពិធីការស្លានិងជូនការស្លា3ចំពោះមេដាបៃតាខាងកូនស្រីអញ្ចឹងប្រវត្តិរឿងរ៉ាវនេះមានតាំងពីពេលណាមកខ្ញុំសូមជម្រាបជូនទៅដល់អស់លោកស្រីដោយតទៅថាមានរឿងនិទានដំណើរថាមានបរិស4នាក់បានទៅរៀនសិលសាស្ត្រជាមួយគ្នាគឺម្នាក់រៀនចេះទាយម្នាក់រៀនចេះបាញ់ម្នាក់រៀនចេះប្រោះម្នាក់រៀនចេះមួយទឹកអញ្ចឹងបរិសតែ4ហ្នឹងកាលណាទៅរៀនសិលសាស្ត្រជាមួយគ្រូជាមួយគ្នាចេះចប់អស់ហើយក៏លាត្រឡប់មកលំនៅឋានរៀងខ្លួនពេលបរិសទាំង4ហ្នឹងធ្វើដំណើរមកដល់មាត់ស្ទឹងមួយក៏នាំគ្នាជប់សម្រាកនៅមាត់ស្ទឹងបរិសចេះទាយក៏ចាប់ផ្ដើមទាយថាមានសត្វវិយុភ័ក្រនាំស្រីកំមុំម្នាក់មកនឹងបានជាភរិយាយើងថ្លៃពីសត្វវិយុភ័ក្រក្នុងថ្ងៃនោះឯងបានឆាបយកនាងខេមរីដែលជាបុត្រីរបស់ព្រះចៅគ្រាមាដែលកំពុងកសាលបានន័យថាងូតនៅក្នុងទឹកស្រះបានហើយក៏ហើរទៅលុះមកដល់មាត់ស្ទឹងដែលបរិស4អ្នកឈប់នោះបរិសចេះបាញ់ឃើញដូច្នោះក៏ចាប់ទាញធ្នូបាញ់សម្ដៅទៅសត្វវិយុភ័ក្រហ្នឹងត្រូវសត្វវិយុភ័ក្រហើយសត្វហ្នឹងក៏ទម្លាក់នាងខេមរីចូលទៅក្នុងទឹកទៅបរិសដែលចេះមុជទឹកហ្នឹងក៏លោតចូលទៅក្នុងទឹកហើយបីតកងនាងហ្នឹងមកឡើងលើគោប៉ុន្តែជាអកុសលពេលនោះនាងក៏ស្លាប់បាត់ទៅហើយរីឯបរិសដែលចេះប្រុសក៏តាំងផ្ដើមសូត្រប្រុសព្រំឡើងធ្វើឲ្យនាងមានស្មារតីឡើងវិញនាងនោះមានរូបឆោមលោមពណ៌ស្អាតជាពុនពេកធ្វើឲ្យបរិសទាំង4នាក់ហ្នឹងនាំគ្នាដណ្ដើមចង់បានធ្វើជាប្រពន្ធរៀងខ្លួនម្នាក់ថាព្រោះតែខ្លួនជាអ្នកទាយម្នាក់ព្រោះតែខ្លួនជាអ្នកបាញ់ម្នាក់ទៀមទាថាព្រោះតែខ្លួនជាអ្នកនាំយកមកពីទឹកម្នាក់ទៀមទាថាព្រោះតែខ្លួនប្រុសទៅនាងរស់ឡើងវិញអញ្ចឹងគួរតែបានមកខ្លួនរៀងខ្លួនរឿងនេះមិនដាច់ស្រេចកើតទៅជាសក្តីប្តឹងផ្ដាល់គ្នាតវ៉ាគ្នាមិនដាច់ស្រេចកាលនោះឯងក៏រឿងរ៉ាវនេះទៅដល់ព្រះបរមពុទ្ធសាសនាក៏លោកបានធ្វើការកាត់សក្តីថានាងកញ្ញានេះគួរបានមកជាភរិយារបស់បរិសដែលចុះទៅមុជក្នុងទឹកយកនាងមកព្រោះធម្មតាស្ត្រីកមុំដែលមានអិរិយាបថល្អមិនធ្លាប់ឲ្យមាននរណាមកប៉ះដៃប៉ះជើងប៉ះកាយរបស់នាងម្ដងជា2ដងទេដូច្នេះគឺបរិសនេះត្រូវបាននាងជាភរិយាបរិសទាំងអស់ក៏យល់ស្របទៅតាមការកាត់សក្តីនោះព្រះបរមពុទ្ធសាសនាក៏លោកបញ្យល់ថាបរិសដែលចេះទាយចាត់ទុកដូចជាឪពុកបរិសដែលចេះប្រោះប្រៀបបានដូចជាម្ដាយហើយបរិសដែលចេះបាញ់នឹងប្រៀបបានដូចជាបងដែលចេះការពារប្អូនហើយព្រះបរមពុទ្ធសាសនាក៏ទ្រង់ឲ្យបរិសមុជទឹកដែលបាននាងជាភរិយានឹងរៀបចំការស្លាខ្ពស់3គឺរៀបចំការស្លាច្បងដោតមលូ21តបគុណបិតាការស្លាកណ្ដាលឬការស្លាបន្ទាប់ហ្នឹងគឺមលូ12តបគុណមេដាហើយការស្លាពៅក៏ដោតមលូ6តបគុណបងចឹងហើយទៅមានប្រវត្តិកើតការស្លា3ជាប់ជាដំណររៀងមកនៅក្នុងពិធីមង្គលការខ្មែរដូច្នេះហើយទៅក្នុងពិធីមង្គលការខ្មែរក្រោយពេលដែលកូនប្រុសអង្គុយរងចាំវេលាបានដូចរាល់ហើយអាចារ្យគោះខ្មោះនាំកូនកន្លោះក្នុងការស្លាខ្ពោទាំង3ឡើងទៅកាន់គេអដ្ឋានរបស់លោកមេបាដើម្បីធ្វើពិធីការស្លាហើយជូនការស្លាទាំង3នោះគឺការស្លាបងជូនទៅឪពុកគឺឪពុកខាងកូនស្រីជាអ្នកទទួលហើយការស្លាកណ្ដាលឬការស្លាបន្ទាប់នោះគឺម្ដាយរបស់កូនស្រីជាអ្នកទទួលហើយការស្លាពៅគឺសម្រាប់បងស្រីឬក៏បងប្រុសរបស់កូនស្រីអ្នកទទួលអញ្ចឹងពិធីប្រវត្តិការស្លា3ដែលមាននៅក្នុងមង្គលការខ្មែរខ្ញុំសូមជម្រាបជូនទៅដល់លោកស្រីត្រឹមតែប៉ុណ្ណឹងបាទសូមអរគុណ